Bà chụp điệp xu bằng ổn ở khía khám chụp kia dưới xem đẹp videoថ្ងៃនេះខ្ញុំចង់មកណែនាំបងប្អូនអំពីថ្នាំសម្រាប់បាញ់ទៅលើដំណាំម្ទេសបាទដោយសារតែតម្លៃម្ទេសនៅលើទីផ្សារគឺមានតម្លៃថ្លៃគួរសមដែរហើយកសិករដាំម្ទេសយកផលគាត់តែងតែជួបប្រទះបញ្ហាស្អុយផ្លែនៅពេលដែលជិតប្រមូលផលជិតបានបេះហ្នឹងគឺចាប់ផ្ដើមស្អុយផ្លែអស់ច្រើនទៅអញ្ចឹងហើយធ្វើឲ្យចំណូលរបស់ពួកគាត់ធ្លាក់ហើយទិន្នផលម្ទេសក៏ធ្លាក់តាមនឹងទៅដោយសារតែចិត្តបានបេះស្អុយអស់ហើយអញ្ចឹងអត់មានអីសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារទាន់ពេលវេលាឬក៏តាមតម្រូវការដែលគាត់ចង់បានទេហើយចំពោះការបាញ់ថ្នាំវិញទៀតគឺពួកគាត់អត់ដឹងថ្នាំគាត់បាញ់ច្រើនមុខហើយថ្លៃទៀតហើយអត់បាត់ទៀតបាទអញ្ចឹងហើយវីដេអូថ្ងៃនេះគឺខ្ញុំចង់ណែនាំបងប្អូនឲ្យប្រើថ្នាំតែមួយមុខទេបងប្អូនសម្រាប់បាញ់ការពារនិងកាត់បន្ថយកុំឲ្យផ្លែម្ទេសស្អុយយើងអាចប្រើជាប្រភេទថ្នាំ Amistat Top បងប្អូនអាហ្នឹងគឺជាប្រភេទថ្នាំសម្រាប់បាញ់នៅលើស្រូវទេការពាររលាកស្អុយអីហ្នឹងនៅលើស្រូវប៉ុន្តែវាមានប្រសិទ្ធភាពល្អនៅលើដំណាំម្ទេសហ្នឹងតែម្ដងហើយក្នុងវីដេអូនេះគឺជាដើមម្ទេសដែលខ្ញុំដាំនៅផ្ទះខ្ញុំផ្ទាល់តែត្រឹម20ដើមទេក៏ជួបប្រទះបញ្ហាស្អុយផ្លែនឹងដែរប៉ុន្តែខ្ញុំបាញ់ Amistat Top ហ្នឹងមួយអាទិត្យម្ដងបាញ់តែ2ដងឯងបងប្អូនផ្លែម្ទេសយើងក៏ឡើងសូវមានស្អុយដែរផ្លែចេញមកលើក្រោយចាប់ផ្ដើមរលោងស្លឹកក៏ភ្លឺជាងមុនដែរបងប្អូនបាទចំពោះប្រសិទ្ធភាពគឺយើងអាចមើលឃើញផ្ទាល់ភ្នែកក្នុងរយៈពេល1សប្តាហ៍ក្រោយបាញ់ឃើញថាម្ទេសរបស់ខ្ញុំកាត់បន្ថយស្អុយបានច្រើនបន្តមកទៀតខ្ញុំធ្វើការបាញ់ម្ដងទៀតនៅសប្តាហ៍បន្ទាប់ម្ទេសក៏កាត់បន្ថយកាន់តែច្រើនដែរបងប្អូនមិនសូវមានស្អុយទេនេះបើសិនជាយើងអាចបាញ់បាន3ដងបានន័យថាវាអាចកាត់បានច្រើនបរិមាណផ្លែស្អុយហ្នឹងណាប៉ុន្តែខ្ញុំបាញ់តែ2ដងក៏ឃើញឡើងមានស្អុយទៅបាទអញ្ចឹងសម្រាប់បងកសិករដែលដាំដំណាំម្ទេសធ្វើជាមុខរបរបើជួបប្រទះបញ្ហាម្ទេសស្អុយបងប្អូនអាចប្រើជាមួយនឹងប្រភេទថ្នាំ Amistat Top បាញ់បានហើយមិនកំណត់ថាជាប្រភេទ Amistat Top របស់ខ្ញុំបង្ហាញនេះឬក៏នៅលើទីផ្សារទេបងប្អូនអាចសាកល្បងទិញយកមកបាញ់ម្ដងជា2ដងដើម្បីមើលលើគុណភាពសិនថាដូចខ្ញុំនិយាយឬអត់បាទតែបើសិនជាបងប្អូនចង់បានថ្នាំ Amistat Top ដូចនៅក្នុងដៃរបស់ខ្ញុំក៏មានដែរអាចតំណងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទនៅលើវីដេអូនេះស្រាប់បាទអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត